សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមករៀបរាប់លម្អិតអំពីអំពូល LED ដែលជាប្រភេទ Solar Pure ហើយអំពូលនេះដែរគឺប្រភេទFrame Lighting ហើយវាប្រើថាមពលពន្លឺព្រះអាទិត្យដែលហៅថា Solar Power ហើយសម្រាប់ទំហំរបស់វាដែរគឺទំហំ105 cm គុណនឹង150 cm ទំហំនេះប្រហែលជាសំដៅទៅលើប្រអប់របស់វានៅសរុបនៃលទ្ធផលហើយសម្រាប់កម្លាំងរបស់វាគឺ120 វ៉ាត់បងប្អូនហើយសម្រាប់អំពូលនេះដែរវាមានប្រព័ន្ធការពារទឹក IP65 ធន់នឹងធូលីនៅកម្រិតទឹកទាបចង់និយាយថាវាអាចត្រូវទឹកល្មមត្រឹមទឹកភ្លើងធម្មតាបានវាអាចជ្រលក់ទឹកបានទេអញ្ចឹងសម្រាប់អំពូល LED នេះហើយបើនិយាយពីថាមពលថ្មគឺ3600 មីលីអាំពែហើយការសាកថ្មដោយពន្លឺព្រះអាទិត្យវាសាកត្រឹមតែ4ម៉ោងឯងពេញហើយបើយើងសាកផ្ទាល់តាមរយៈឆ្នាំងសាករបស់វារយៈពេលប្រហែលជាខ្ទង់2ម៉ោងហើយមើលយើងប្រើប្រាស់សម្រាប់ការប្រើប្រាស់យើងប្រើប្រាស់ពេញយើងបើកចោលចន្លោះពី8ម៉ោងជាមួយនឹងថាមពលពេញបើសិនយើងសាកថ្មពេញគឺយើងប្រើបាន8ម៉ោងអាចបើកចោលហើយបើសិនជាយើងឲ្យវាអូតូជាមួយនឹងប្រព័ន្ធសូឡាគឺវាភ្លឺអាចភ្លឺទល់ព្រឹកអញ្ចឹងវាភ្លឺតិចភ្លឺខ្សោយអាស្រ័យទៅលើថាមពលពេញឬក៏ថាមពលខ្សោយនៅពេលដែលវាសាកថ្មហើយលក្ខណៈពិសេសផ្សេងទៀតវាមានតពក់វាអាចតពក់បាននៅតាមទីតាំងដែលយើងចង់តពក់វាបើសិនយើងសាកថ្មនៅខាងក្រៅហើយឥឡូវយប់ឡើងយើងយកមកចូលក្នុងផ្ទះដើម្បីសាកយកដើម្បីបើកភ្លើងពន្លឺគឺអូខេយើងវាមានកន្លែងតពក់ហើយអំពូលនេះបែរវារចនាឡើងសម្រាប់ប្រើប្រាស់ដើម្បីសង្គ្រោះពេលដាច់ភ្លើងនៅក្នុងប្រទេសឬក៏ទីតាំងក្នុងបន្ទប់យើងជួលឬក៏បន្ទប់យើងដេកទូទៅក្នុងបន្ទប់នោះអីគឺនឹងប្រើប្រាស់នេះត្រូវហើយគឺពេលដាច់ភ្លើងនេះយើងអាចយកមកបើកបានពេលដែលដាច់ភ្លើងងឹតក្នុងផ្ទះហើយសម្រាប់ការប្រើប្រាស់នៅទីតាំងដែលมันមានភ្លើងអគ្គិសនីវាងាយស្រួលបងប្អូនហើយការប្រើប្រាស់ចល័តរបស់វាអាចសាកថ្មតាមពន្លឺព្រះអាទិត្យបានដល់ងាយហើយបើយើងចង់សាកថ្មវាមានកន្លែងសាកហើយ IP65 របស់វាធានាការប្រើប្រាស់ត្រឹមលក្ខខណ្ឌអាកាសធាតុល្មមមិនបានមិនអាចជ្រលក់ទឹកទេអត់បានទេគឺចាជ្រលក់ទឹកចូលដល់ខូចហើយវាមានកម្លាំងថាមពលវាមានពី60 វ៉ាត់និង120 វ៉ាត់ពីប្រភេទបងប្អូនចង់បានលេខតូចត្រឹម60 វ៉ាត់តែបងប្អូនចង់រៀងភ្លឺខ្លាំងវា120 វ៉ាត់ហើយបើយើងសាកបើយើងដាក់ចោលនៅតាមលបងយើងដាក់ចោលនៅតាមដបូលផ្ទះឬក៏នៅណាដែលវាភ្លឺចោលវាអាស្រ័យទៅតំបន់វាអាស្រ័យទៅលើពន្លឺព្រះអាទិត្យដែរអញ្ចឹងថ្ងៃណាស្ទុំអីអាហ្នឹងរៀងស្ទុំតាមហ្នឹងហើយថ្ងៃណាមេឃភ្លឺក្តៅខ្លាំងអីអត់មានស្ទុំអាហ្នឹងភ្លើងក៏ភ្លឺតាមហ្នឹងដែរហើយអំពូលនេះវាពីច្រើនអ្នកដែលទិញទៅពីច្រើនក៏ប្រើនៅទីតាំងសង្គ្រោះបន្ទាន់ពេលដាច់ភ្លើងសម្រាប់បោះជំរំនៅតាមទីតាំងធ្វើដំណើរនៅក្រៅផ្ទះភ្លើងសម្រាប់ទីតាំងដែលមិនមានអគ្គិសនីភ្លើងសម្រាប់ទីផ្សារពេលយប់ឬក៏កម្មវិធីក្រៅផ្ទះផ្សេងជួបជុំផឹកស៊ីបាច់ពុកអីណាបងប្អូនអាហ្នឹងយើងដាក់បំភ្លឺដើម្បីងាយស្រួលយើងចាប់សាច់ខ្លែមអូខេហ្នឹងហើយនិយាយលេងតិចហើយសង្ឃឹមថាការរៀបរាប់នេះគឺបងប្អូនចាប់អារម្មណ៍ហើយនិយាយពីតម្លៃចន្លោះពី$7ទៅ$10អាស្រ័យលើវ៉ាត់បើសិនវ៉ាត់ធំ120 វ៉ាត់គឺ$10បើសិនជាវ៉ាត់តូចត្រឹម$7ហើយសម្រាប់ការតំណងទិញបងប្អូនអាចតាក់ទងខ្ញុំបានខ្ញុំមានលក់អរគុណច្រើន